នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងថាមានផ្លូវមានសង្ឃឹមពលមានផ្លូវគឺផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋអាចច្នៃប្រឌិតទាញយកផលសេដ្ឋកិច្ចសម្រាប់ជីវភាពរស់នៅរបស់ខ្លួនឯងបានដែលនេះហើយជាអ្វីដែលរដ្ឋាភិបាលវិនិយោគលើផ្លូវជាជាងវិនិយោគលើអ្វីផ្សេងមុននឹងមានផ្លូវសម្ដេចលើកឡើងយ៉ាងដូចនេះក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិសរុប3ខ្សែមានដូចជាផ្លូវជាតិលេខ31ផ្លូវជាតិលេខ33និងផ្លូវជាតិលេខ41ក្រោមអនុទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី29ខែមេសាឆ្នាំ2025ក្នុងពិធីសម្ពោធសម្ដេចធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាបើនិយាយអំពីការវិនិយោគធ្វើផ្លូវនេះទាញផលចំណេញច្រើនជាងវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជំរាបជូនថាផ្លូវជាតិសរុប3ខ្សែដែលត្រូវបានសម្ពោធនាឱកាសនេះស្ថិតនៅភូមិស្ទឹងឃុំអូសារ៉ៃស្រុកត្រាំកក់ខេត្តតាកែវមានប្រវែងជាង200គីឡូម៉ែត្រត្រូវបានសាងសង់អស់ថវិកាប្រមាណជា188លានដុល្លារបន្ថែមលើនេះសម្ដេចធិបតីជឿជាក់ថាបន្ទាប់ពីសាងសង់នឹងលើកកម្ពស់ផ្លូវទាំង3ខ្សែដែលមានប្រវែងជាង200គីឡូម៉ែត្រឆ្លងកាត់5ខេត្តអស់ថវិកា188លានដុល្លារដូចគ្នាតែសម្រាប់អ្នករស់នៅអមតាមដងផ្លូវជាពិសេសអ្នកនៅក្នុងមូលដ្ឋាននៅតំបន់ផ្ទាល់នឹងទទួលបានសេដ្ឋកិច្ចកើនឡើងពលបានផលកាន់តែច្រើនដោយសារសរសៃឈាមតភ្ជាប់មួយនេះសម្ដេចធិបតីហ៊ុនម៉ាណែតបានគូបញ្ជាក់ថាផ្លូវជាអត្ថិភាពទី2ដែលសម្ដេចតែងតែលើកឡើងថាបើទៅដណ្ដឹងកូនគេម៉ែគេថាអត់ផ្លូវទេអាវ៉ាគឺចាប់ហើយគឺមានផ្លូវមានសង្ឃឹមមានផ្លូវផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋអាចប្រើការច្នៃប្រឌិតរបស់គាត់ទាញយកផលចំណេញសេដ្ឋកិច្ចចូលហៅប៉ៅរបស់គាត់មានផ្លូវទាញកោវិនិយោគដើម្បីផ្ដល់ឱកាសការងារទម្លាក់លុយរាប់លានវ៉ាល់លានដុល្លារចូលទៅខេត្តកំពង់ស្ពឺខេត្តផ្សេងៗទៀតនេះហើយគឺជាការវិនិយោគទៅលើផ្លូវដែលជាអត្ថប្រយោជន៍ទី2នៃគោលនយោបាយចតកោណនិងឥឡូវបញ្ចកោណដំណាក់កាលទី1